ហើយបទពិសោធន៍ជាក់ស្ដែងក្រុមហ៊ុន campaign ឆ្នាំពណ៌ជាតិគឺអ្វីដែលយើងធ្វើឲ្យប្រកបទី1បង្កើតផលិតផលមានផលិតផលល្អហើយទី2ថ្លៃផលិតផលហ្នឹងគឺអាចប្រកួតប្រជែងបានពិសេសចុងក្រោយហ្មងគឺទី3ចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បាន campaign ឆ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរកណាសូមក្រាបថ្វាយបង្គំហើយសូមគោរពជម្រាបសួរបដិជនគ្រប់ព្រះអង្គហើយបងប្អូនទាំងអស់ដែលចំណាយពេលវេលាតាមដានការចែករំលែករបស់ខ្ញុំកណាខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះអញ្ចឹងខ្ញុំកណាខ្ញុំឆ្លៀតឱកាសនេះមកចែករំលែកនៅពាក្យពេចន៍មួយឃ្លាដែលជាទូទៅយើងឃើញថាម្ចាស់សហគ្រាសសហគ្រិនឬក៏អ្នករ៉ូស៊ីច្រើនតែខ្លាចការប្រកួតប្រជែងហ្នឹងអញ្ចឹងការចែករំលែករបស់ខ្ញុំកណាខ្ញុំថ្ងៃនេះគឺចង់ជម្រាបជូនបងប្អូនថាអញ្ចឹងមើលដកអាការខ្លាចការប្រកួតប្រជែងនឹងចោលឲ្យមកមើលអានេះវិញមើលទី1ថាតើយើងមានសមត្ថភាពផលិតរបស់ផលិតផលហ្នឹងបានល្អកម្រិតណាបើយើងធ្វើបានល្អហើយមិនបាច់ខ្លាចទេពីព្រោះទាំងយើងជាអ្នកប្រើក៏ដូចជាអ្នកប្រើរបស់យើងស្វែងរករបស់ល្អតាហ្នឹងអញ្ចឹងបើយើងធ្វើបានល្អហើយមិនបានត្រូវខ្លាចការប្រកួតប្រជែងប៉ុន្តែរឿងទី2ដែលយើងត្រូវពិចារណានោះគឺថាយើងធ្វើរបស់ល្អហ្នឹងតើក្នុងថ្លៃមួយដែលគេអាចទទួលយកបានអត់ហ្នឹងព្រោះបងប្អូនជាម្ចាស់សហគ្រាសជាសហគ្រិនឬយើងហៅថាអ្នករ៉ូស៊ីត្រូវមើលពេលខ្លះយើងធ្វើរបស់នោះវាបានល្អមែនហ្នឹងហើយប៉ុន្តែដល់ពេលធ្វើដល់ល្អកម្រិតហ្នឹងយើងធ្វើក្នុងស្រុកវាទៅជាថ្លៃជាងរបស់គេនាំចូលទៅទៀតដោយសារតែការគ្រប់គ្រងថ្លៃដើមរបស់យើងហ្នឹងវាធ្វើអត់បានល្អហ្នឹងអញ្ចឹងដើម្បីឲ្យយើងអាចធ្វើរបស់បានល្អហើយថ្លៃប្រកួតប្រជែងវាទាមទារការវិនិយោគការចំណាយពេលវេលាសមត្ថភាពនៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍរូបមន្តផលិតផលហ្នឹងហើយបទពិសោធន៍ជាក់ស្ដែងក្រុមហ៊ុន campaign ឆ្នាំពណ៌ជាតិគឺអ្វីដែលយើងធ្វើឲ្យប្រកបទី1បង្កើតផលិតផលមានផលិតផលល្អហើយទី2ថ្លៃផលិតផលហ្នឹងគឺអាចប្រកួតប្រជែងបានដោយយើងវិនិយោគលើការស្រាវជ្រាវយើងមានក្រុមយើងក្នុងការស្រាវជ្រាវនិងអភិវឌ្ឍយើងធ្វើការជាមួយនឹងដៃគូក្រៅប្រទេសនិងក្នុងប្រទេសបាទហើយយើងមានរបៀបគ្រប់គ្រងថ្លៃដើមរបស់យើងរបៀបធ្វើភស្តុភារកម្មរបស់យើងបានល្អណាអញ្ចឹងយើងធ្វើឲ្យថ្លៃដើមយើងគឺល្អអាចប្រកួតប្រជែងបានតែពិសេសចុងក្រោយហ្មងគឺទី3គុណភាពសេវាកម្មបាទគុណភាពសេវាកម្មពីព្រោះពេលខ្លះយើងត្រូវគិតថាយើងជាម្ចាស់សហគ្រាសវាមួយរឿងអ្នកគ្រប់គ្រងរបស់យើងមកក្រុមទៀតទៅបុគ្គលិករបស់យើងនោះមកក្រុមទៀតទៅពេលខ្លះយើងមានផលិតផលល្អថ្លៃប្រកួតប្រជែងបានតែបញ្ហាភាពរុះរាយរាក់ទាក់របស់យើងចរិតឆ្មើងកន្ទ្រើងរបស់យើងរឹកពៀមិនសមរម្យរបស់យើងសម្ដីសម្ដៅមិនល្អរបស់យើងវាធ្វើឲ្យអាស្តង់ដារសេវារបស់យើងនឹងធ្លាក់មកអតិថិជនអត់ពេញចិត្តអតិថិជនអត់សប្បាយចិត្តហ្នឹងអញ្ចឹងបើយើងមានត្រឹមតែផលិតផលល្អថ្លៃប្រកួតប្រជែងបានប៉ុន្តែមនុស្សសេវាទទួលយកអត់បានក៏យើងនៅតែមិនទាន់អាចប្រកួតប្រជែងបានគ្រប់ទម្រង់នៅក្នុងការប្រកួតប្រជែងដែរដូច្នេះយើងត្រូវតែមើលថាតើយើងមានផលិតផលល្អផងណាឲ្យប្រកាសថាយើងមានផលិតផលល្អផងថ្លៃយើងប្រកួតប្រជែងផងហើយនឹងសេវាយើងគឺថាសឹងតែនិយាយថាឲ្យល្អដាច់គេតែម្ដងបើក្នុងគោលជំហររបស់ campaign គឺថាយើងធ្វើម៉េចឲ្យសេវាយើងនឹងគឺល្អជាងគេហ្នឹងល្អជាងគេត្រឹមតែមកស្មើគ្នាគឺមិនព្រមហ្មងយើងរកវិធីធ្វើម៉េចគឺថាឲ្យសេវារបស់យើងនឹងបានល្អជាងគូប្រកួតប្រជែងរបស់យើងហើយដល់ពេលដែលយើងធ្វើបានទាំង3នេះអត់មានហេតុផលដែលយើងត្រូវខ្លាចការប្រកួតប្រជែងទេហ្នឹងហើយទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកយ៉ាងណាក៏យើងនៅតែអាចដំណើរការបានល្អហើយបើមិនជាសេដ្ឋកិច្ចល្អវិញគឺមានន័យថាយើងល្អមែនទែនអញ្ចឹងគន្លឹះ
សំខាន់ដែលខ្ញុំគណៈខ្ញុំបាទបានចែកម្លែកទៅពេលនេះសូមសង្ខេបជូនទៅប៉ុណ្ណេះបាទហើយក៏សូមជូនពរឲ្យរស់ស៊ីមានបានចម្រុងចម្រើនទាំងអស់គ្នាហើយយកគំនិតនេះទៅកែលម្អនៅក្នុងសហគ្រាសរបស់បងប្អូនឲ្យបានសម្រេចទៅតាមគោលដៅនិងផែនការដែលបងប្អូនមានបាទសូមអរគុណសូមជម្រាបលាបាទ